តើអញ្ចឹងថ្ងៃហ្នឹងយើងមករំលឹកមេរៀនទៅសព្វនាមណាភាសាអង់គ្លេសគឺយើងអានថា pronoun អញ្ចឹងយើងស្វែងយល់បន្តយើងមើលឧទាហរណ៍ក្រោមយើងមានប្រហែលជា5ល្បះហ្នឹងខ្ញុំគូសបន្ទាប់ពីក្រោមហើយដាក់ជាពណ៌ដើម្បីឲ្យពួកយើងងាយស្រួលចំណាំតែពាក្យហ្នឹងគឺជាសព្វនាមឥឡូវយើងមើលល្បះទី1ល្បះទី1ខ្ញុំមានមិត្តជិតស្និទ្ធច្រើនល្បះទី2ពួកយើងតែងតែជួយធុរៈគ្នាទៅវិញទៅមកល្បះទី3សុខាជាមិត្តល្អរបស់ខ្ញុំម្នាក់វាជាកូនកំព្រាឪពុកម្ដាយហើយសម្រាប់ល្បះទី4តើអ្នកណាជាមិត្តភក្តិថ្មីរបស់ឯងធីរ៉ាមិត្តល្អតែងជួយគ្នាក្នុងគ្រាមានអាសន្ននេះជាទង្វើដ៏ប្រពៃអញ្ចឹងយើងឃើញល្បះទាំង5ហ្នឹងអញ្ចឹងគ្រូបញ្យល់មើលយើងមើលល្បះទី1ល្បះទី2សិនយើងមើលពាក្យខ្ញុំហ្នឹងហើយពាក្យថាពួកយើងអញ្ចឹងពាក្យទាំងពីរហ្នឹងគឺបង្ហាញពីបុគ្គលចូលរួមក្នុងប្រស័យតទៅគ្នាវាជាសព្វនាមបរោះទីម៉ានអាហ្នឹងវាជាប្រភេទសព្វនាមបរិស័កបរោះទី1អញ្ចឹងវាមានឯកវចនៈហើយនឹងពហុខ្ញុំម្នាក់ទេដល់ពេលច្រើនអ្នកគឺពួកយើងសម្រាប់ល្បះទី3វិញហើយនឹងល្បះទី4ល្បះទី3សុខាជាមិត្តល្អរបស់ខ្ញុំម្នាក់យើងមើលពាក្យថាវាជាកូនកំព្រាឪពុកម្ដាយអញ្ចឹងពាក្យថាវាហ្នឹងជំនួសនាមសុខាអញ្ចឹងពាក្យវាហ្នឹងគឺវាច្រើនប្រើសម្រាប់អ្នកដែលមានវ័យទាបជាងយើងហើយសម្រាប់សត្វសម្រាប់អីបើភាសាអង់គ្លេសគេប្រើពាក្យផ្សេងហើយបន្តមកទៀតពាក្យអ្នកណាល្បះទី4អ្នកណាជាមិត្តភក្តិថ្មីរបស់ឯងអញ្ចឹងពាក្យអ្នកណាហ្នឹងគេសំដៅទៅលើពាក្យនាមធារាដែលគេនិយាយនៅពេលបន្ទាប់ហ្នឹងគេសួររកហ្នឹងចាហ្នឹងគេហៅសព្វនាមសំណួរពាក្យអ្នកណាហ្នឹងសម្រាប់ល្បះចុងក្រោយមិត្តល្អតែងជួយគ្នាក្នុងគ្រាមានអាសន្នហ្នឹងយើងមើលពាក្យនេះជាទង្វើដ៏ល្អប្រពៃហ្នឹងអញ្ចឹងនេះហ្នឹងគឺបង្ហាញពីល្បះទាំងមូលល្បះមុនជាសកម្មភាពមុនណាមានន័យថាសកម្មភាពជួយគ្នាហ្នឹងសកម្មភាពជួយគ្នាក្នុងគ្រាមានអាសន្នហ្នឹងនេះហ្នឹងគឺជាសព្វនាមចង្អុលចូលមកសព្វនាមចង្អុលដែលប្រើចំនួនល្បះមុនដែលគេនិយាយរួចមកហើយអញ្ចឹងពាក្យខ្ញុំពួកយើងវាអ្នកណាហើយពាក្យនេះហ្នឹងគឺជាសព្វនាមហើយយើងមិនតាន់បានចូលលម្អិតទេណាតែមកទៀតចាំដល់លម្អិតហ្នឹងមាននៅក្នុង assignment កិច្ចការស្រាវជ្រាវរបស់គ្នាយើងតើតសព្វនាមហើយខ្ញុំនឹងបញ្យល់បន្ថែមទៀតនៅពេលខាងមុខហ្នឹងនេះយើងសរុបមកវិញយើងឲ្យយមន័យថ្មីពីសព្វនាមអញ្ចឹងសព្វនាមគឺជាពាក្យសម្រាប់ប្រើជំនួសឲ្យនាមឬកន្សោមនាមឬក៏ល្បះជាល្បះទាំងមូលសម្រាប់បង្ហាញបុគ្គលចូលរួមក្នុងការប្រស័យតទៅគ្នាតទៅនាមឬកន្សោមនាមឬក៏តទៅសកម្មភាពមួយល្បះមួយដែលយើងនិយាយរួចមកហើយហ្នឹងក៏យើងហៅថាសព្វនាមហើយអញ្ចឹងយើងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេតទៅសព្វនាមយើងសប្តាហ៍ក្រោយនឹងចូលប្រភេទវេយ្យាករណ៍មួយទៀតយើងរំលឹករហូតបន្តិចអញ្ចឹងទៅcòn